សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកនៅប្រធានបទមួយទាក់ទងអំពីឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិកនៅក្នុងសង្គមខ្មែរដែលប្រាក់ដុល្លារនេះគឺកំពុងតែមានឥទ្ធិពលហើយនឹងកំពុងតែចរាចរប្រើប្រាស់យ៉ាងទូលំទូលាយយ៉ាងផុសផុលវាបានคล้ายទៅជាមធ្យោបាយក្នុងការទូទាត់ទំនិញហើយនឹងសេវាកម្ម ហើយមួយផ្នែកទៀតការដាក់សន្សំនៅធនាគារនិងនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហើយនឹងការទទួលបានប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនិងការយកទៅប្រើប្រាស់នៅក្នុងសកម្មភាពប្រចាំថ្ងៃឬក៏ប្រើប្រាស់នៅក្នុងសកម្មភាពការរកស៊ីឬអាជីវកម្មគេសង្កេតឃើញថាតួលេខប្រាក់ដុល្លារហ្នឹងកើនឡើង កើនឡើងដោយសារតែសកម្មភាពនៃការទូទាត់ទំនិញឬសេវាកម្មទាំងអស់នោះភាគច្រើនប្រើប្រាស់ជាប្រាក់ដុល្លារថ្មីនេះលោកជំទាវជាសេរីដែលជាទេសាភិបាលនៃធនាគារជាតិកម្ពុជាក៏បានលើកឡើងថាប្រាក់ដុល្លារអាមេរិកបានកំពុងតែចរាចរនៅក្នុងស្រុកខ្មែរកើនឡើងរហូតដល់80%ដែលឡែកសម្រាប់ ប្រាក់រៀលខ្មែរចរាចរបានត្រឹមតែចន្លោះ15%ទៅ20%តែប៉ុណ្ណោះអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាឥទ្ធិពលនៃប្រាក់ដុល្លារនៅក្នុងសង្គមខ្មែរគឺបានកើនឡើងយ៉ាងផុសផុលកើនឡើងយ៉ាងខ្លាំងក្លាតាមរយៈសកម្មភាពនៃការរស់នៅប្រចាំថ្ងៃតាមរយៈសកម្មភាពនៃការដោះដូរពាណិជ្ជកម្មរវាងគ្នានឹងគ្នាអីជាដើម ទាក់ទងនឹងឥទ្ធិពលនៃប្រាក់ដុល្លារនឹងផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាមិនមែនកើតឡើងតែក្នុងពេលបច្ចុប្បន្ននេះទេប្រាក់ដុល្លារហ្នឹងក៏បានហូរចូលនៅក្នុងស្រុកខ្មែរតាំងពីយូរយារណាស់មកហើយដែលជាទូទៅគេសង្កេតឃើញថាវាកើតឡើងតាំងពីឆ្នាំ1993ដែលកាលនោះអ៊ុនតាក់បានហូរចូលមកក្នុងស្រុកខ្មែរ ដើម្បីរៀបចំការបោះឆ្នោតសកលជាលើកដំបូងឲ្យប្រទេសកម្ពុជាតាមរយៈសកម្មភាពនៃការហូរចូលរបស់បុគ្គលិកអ្នកធ្វើការនៅក្នុងក្របខ័ណ្ឌអ៊ុនតាក់ទាំងអស់ហ្នឹងដែលធ្វើសកម្មភាពចាយវាយឬក៏ធ្វើសកម្មភាពនឹងការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយហេតុនឹងហើយបានជាឥទ្ធិពលនៃប្រាក់ដុល្លារវាចេះតែកើតមាននៅក្នុងសង្គមខ្មែរពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែសកម្មភាពពាក់ព័ន្ធនឹងការចាយវាយនៅក្នុងកាលគ្រាឆ្នាំ1993ហ្នឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅកត្តា5យ៉ាងឬក៏មូលហេតុ5យ៉ាងដែលធ្វើឲ្យ ប្រាក់ដុល្លារអាមេរិកនឹងមានឥទ្ធិពលដ៏ច្រើនលើសលប់ឬក៏កំពុងតែចរាចរយ៉ាងច្រើនលើសលប់នៅក្នុងសង្គមខ្មែរដែលកត្តាទី1នោះគឺតាក់ទងនឹងសង្គ្រាមរ៉ាំរ៉ៃនៅក្នុងសង្គមខ្មែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដឹងហើយថាប្រទេសកម្ពុជាយើងឆ្លងកាត់នៅភ្លើងសង្គ្រាមច្រើនហើយជាពិសេសនោះគឺសង្គ្រាមដែលកើតឡើងនៅក្នុងឆ្នាំ1975 ហើយបញ្ចប់ទៅវិញនៅក្នុងឆ្នាំ1979ដែលកាលនោះរបបប៉ុលពតបានលុបបំបាត់នៅទ្រព្យធនទាំងអស់បានលុបបំបាត់នៅវណ្ណៈអ្នកមានទាំងអស់បានលុបបំបាត់នៅរូបិយប័ណ្ណទាំងអស់គឺអត់មានការចាយវាយរូបិយប័ណ្ណទាំងអស់នោះទេចំណុចនឹងហើយបានវាជាឥទ្ធិពលអាក្រក់នៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរឬក៏ជាឥទ្ធិពលមិនល្អនៅក្នុងសង្គមកម្ពុជាយើង ចំណុចទី2កត្តាជំនួយបរទេសអញ្ចឹងបរទេសក៏បានជួយជំនួយមកដល់ប្រទេសខ្មែរយើងក្នុងការស្ដារនិងអភិវឌ្ឍប្រទេសឡើងវិញដែលជំនួយទាំងអស់នោះគឺវាជាលុយដុល្លារអញ្ចឹងដឹងស្រាប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាប្រទេសដែលកំពុងតែងើបពីសង្គ្រាមកំពុងតែទន់ខ្សោយអញ្ចឹង តែងតែត្រូវការជំនួយអំពីបណ្ដាប្រទេសផ្សេងៗនឹងការកសាងប្រទេសឡើងវិញនិងស្ដារប្រទេសឡើងវិញហើយជំនួយដែលគេផ្ដល់ឲ្យយើងនៅកណ្នោះគឺវាជាលុយដុល្លារហើយឥទ្ធិពលនៃលុយដុល្លារទាំងអស់ហ្នឹងហើយដែលវាចេះតែកើតឡើងម្ដងហើយម្ដងទៀតពីមួយថ្ងៃហើយពីមួយថ្ងៃទៀតអាហ្នឹងកត្តាទី2ហើយកត្តាទី3គឺការវិនិយោគលើវិស័យកាត់ដេរហើយនិងទេសចរជាធម្មតា នៅកាលនោះការវិនិយោគភាគច្រើនគឺលើវិស័យកាត់ដេរហើយការដោះដូរពាណិជ្ជកម្មរូបិយប័ណ្ណដែលគេប្រើគឺប្រាក់ដុល្លារអាមេរិកដោយសារតែគេទុកចិត្តលើរូបិយប័ណ្ណអាមេរិកវាងាយស្រួលនឹងការទូទាត់ងាយស្រួលនឹងការដោះដូរពាណិជ្ជកម្ម
ហើយចង់មិនចង់ក៏គេទុកចិត្តអាមេរិកដោយសារអាមេរិកគឺជាប្រទេសដែលមហាអំណាចសេដ្ឋកិច្ចមហាអំណាចយោធាហើយរូបិយប័ណ្ណគេមានភាពនឹងណោនឹងថឹងអញ្ចឹងវាធ្វើឲ្យអ្នករ៉ូស៊ីគាត់មានទំនុកចិត្តនឹងការយកប្រាក់ដុល្លារជាគោលនឹងការដោះដូរពាណិជ្ជកម្មរវាងគ្នានឹងគ្នាអញ្ចឹងចំណុចហ្នឹងគឺជាចំណុចមួយដែលជួយរុញច្រានឲ្យប្រាក់ដុល្លារអាមេរិកហ្នឹងគឺមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជាហើយជាមួយទៀតពាក់ព័ន្ធនឹងវិស័យទេសចរដែលកាលនោះអ្នកមកលេងនៅស្រុកខ្មែរអ្នកដែលមកទស្សនានៅស្រុកខ្មែរក៏គេចាយជាលុយដុល្លារផងដែរហើយកត្តាទី4គឺពាក់ព័ន្ធនឹងខ្វះទំនុកចិត្តលើរូបិយប័ណ្ណខ្មែរខ្វះទំនុកចិត្តលើរូបិយប័ណ្ណប្រាក់រៀលខ្មែរយើងពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធនឹងកត្តាទំនុកចិត្តនឹងគឺវាសំខាន់មែនទែនហេតុអីបានប្រជាពលរដ្ឋខ្មែរឬក៏អ្នករ៉ូស៊ីមិនសូវជាប្រើប្រាស់នឹងការចាយវាយរូបិយប័ណ្ណខ្មែរដោយសារតែរូបិយប័ណ្ណខ្មែរនឹងវាមានការប្រែប្រួលច្រើននៅក្នុងរបបក្នុងសម័យកាលមួយជាក់ស្ដែងនៅក្នុងសម័យប៉ុលពតអត់ចាយលុយទេអញ្ចឹងវាធ្វើឲ្យប៉ះពាល់នៅផ្នត់គំនិតប្រជាពលរដ្ឋឲ្យខ្លាំងមែនទែនហើយវាជះឥទ្ធិពលអាក្រក់ខ្លាំងមែនទែនដល់សកម្មភាពនៃការរ៉ូស៊ីអីផ្សេងៗអញ្ចឹងហើយមួយទៀតនៅក្នុងរបបផ្សេងទៀតរូបិយប័ណ្ណខ្មែរមានការប្រែប្រួលឬក៏ផ្លាស់ប្ដូរអីជាដើមអញ្ចឹងបញ្ហាចំណុចហ្នឹងគឺសំខាន់ណាស់ពាក់ព័ន្ធនឹងទំនុកចិត្តតើតើនឹងការរ៉ូស៊ីគឺទៅការផលចំណេញអញ្ចឹងបើរ៉ូស៊ីទៅហើយបើយើងមិនទុកចិត្តឬក៏មានការខាតបង់ក៏ពិបាកនឹងការចូលមករ៉ូស៊ីនៅក្នុងស្រុកយើងនឹងដែរហើយតើតើនឹងកត្តាទំនុកចិត្តហ្នឹងវាទាមទារពេលវេលាវាទាមទារការចូលរួមពីប្រជាពលរដ្ឋវាទាមទារអំពីការលើកទឹកចិត្តអំពីរដ្ឋាភិបាលខ្ញុំសង្កេតឃើញថាសប្តាហ៍ថ្ងៃហ្នឹងរដ្ឋាភិបាលគាត់មានគោលនយោបាយលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឬលើកទឹកចិត្តទៅដល់បណ្ដាក្រុមហ៊ុនឯកជនទាំងអស់ឲ្យប្រើប្រាស់ឬក៏ទូទាត់ប្រាក់រៀលនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនឬក៏ការបើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួនបើសិនជាម្នាក់នាំគ្នាចូលរួមចាយប្រាក់រៀលខ្មែរយើងនឹងមានចរាចរណ៍ទលំទលាយនឹងមានចរាចរណ៍កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែចំណុចនេះវាអត់ងាយស្រួលទេពុកម៉ែបងប្អូនទាំងអស់គ្នាគឺវាទាមទារពេលវេលាហើយនឹងទំនុកចិត្តខ្ពស់លើស្ថិរភាពរូបិយប័ណ្ណរបស់យើងហើយចំណុចទី5ចុងក្រោយគឺជាកត្តាទុនបំរុងអន្តរជាតិប្រទេសកម្ពុជាគឺជាប្រទេសដែលមានទុនបំរុងអន្តរជាតិច្រើនដែលទុនបំរុងអន្តរជាតិវាអាចមានជាប្រាក់ដុល្លារហើយនឹងមាសអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកត្តាទាំង5នឹងហើយដែលជួយរុញច្រានឲ្យដុល្លារអាមេរិកនឹងមានឥទ្ធិពលរហូតដល់ 80% នៅក្នុងសង្គមខ្មែរហើយប្រាក់រៀលមានឥទ្ធិពលត្រឹមតែ 15% ទៅ 20% ហើយតួលេខនេះផងដែរខ្ញុំបានអំពីលោកជំទាវជាសេរីដែលជាទេសាភិបាលនៃធនាគារជាតិកម្ពុជាតើតើនឹងឥទ្ធិពលនឹងការប្រើប្រាស់ប្រាក់ដុល្លារតើវាអាចជួយឲ្យប្រទេសកម្ពុជាបានចំណេញឬក៏ខាតពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមនិយាយអំពីចំណុចល្អរបស់ប្រាក់ដុល្លារគឺវាជួយឲ្យប្រទេសកម្ពុជាយើងអាចសមាហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់និងពិភពលោកបានព្រោះធម្មតាប្រាក់ដុល្លារគេទទួលស្គាល់ជាសកលអញ្ចឹងរាល់ការដោះដូរឬរាល់ការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្មប្រទេសកម្ពុជាយើងក៏ចាយប្រាក់ដុល្លារក៏យើងក៏អាចទៅរកស៊ីជាមួយគេបានដែរអញ្ចឹងណាហើយចំណុចទី2វាជាចំណុចល្អទី2នោះគឺវាជួយឲ្យអ្នករ៉ូស៊ីនឹងកាត់បន្ថយការចំណាយលើអត្រាប្តូរប្រាក់រវាងប្រាក់ដុល្លារហើយនិងប្រាក់រៀលខ្មែរអានឹងជាចំណុចល្អមួយដែលអាចជួយសេដ្ឋកិច្ចប្រទេសកម្ពុជាយើងចំណុចអវិជ្ជមាននោះគឺរដ្ឋាភិបាលតាមរយៈធនាគារជាតិនឹងបាត់បង់ឥទ្ធិពលនឹងការអនុវត្តគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួនព្រោះថានៅពេលដែលមានបញ្ហាឡើងធនាគារជាតិអត់អាចចូលខ្លួនទៅដោះស្រាយបញ្ហានឹងបានទេជាក់ស្ដែងព្រោះដោយសារតែធនាគារជាតិនឹងមិនអាចអនុវត្តគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួនទៅលើបញ្ហាប្រាក់ដុល្លារបានប្រាក់ដុល្លារ
គឺជាគោលនយោបាយរូបិយប័ណ្ណរបស់ធនាគារជាតិកណ្ដាលរបស់អាមេរិកអញ្ចឹងរឿងគ្រប់យ៉ាងគឺប្រាក់ដុល្លារឡើងចុះអត្រាការប្រាក់ឡើងចុះឬក៏អីសពបែបយ៉ាងវាពឹងផ្អែកលើធនាគារកណ្ដាលរបស់អាមេរិកអញ្ចឹងធនាគារជាតិរបស់យើងអត់មានឥទ្ធិពលក្នុងការចូលទៅដោះស្រាយបានទេជាក់ស្ដែងដូចជាបញ្ហាការប្រាក់អញ្ចឹងអ្នកដែលខ្ចីលុយជាប្រាក់ដុល្លារការប្រាក់មួយរយៈមុនដែលខ្ញុំសង្កេតឃើញគឺវាមានការកើនឡើងហេតុអីបានជាកើនឡើងដោយសារជាបញ្ហាកត្តាអតិផរណាហើយដោយសារជាធនាគារជាតិកណ្ដាលនៅអាមេរិកក៏តឡើងការប្រាក់យើងតឡើងការប្រាក់អ្នកខ្ចីក៏បានអត្រាការប្រាក់ខ្ពស់នេះទៅអញ្ចឹងមានន័យថាយើងចំណាយលើការប្រាក់ច្រើនទៅតាមនឹងដែរចំណុចហ្នឹងធនាគារជាតិក៏បានលើកឡើងហើយក៏អត់មានលទ្ធភាពក្នុងការចូលដោះស្រាយបានតែប៉ុន្តែធនាគារជាតិអាចចូលខ្លួនដោះស្រាយបានតែសម្រាប់អ្នកដែលកម្ចីជាប្រាក់រៀលមានន័យថាប្រាក់រៀលធនាគារជាតិអាចបញ្ចុះអត្រាការប្រាក់បានក្នុងករណីចាំបាច់ក្នុងករណីណាមួយអញ្ចឹងករណីមួយទៀតបើសិនជាអ្នកដែលមានប្រាក់ដុល្លារច្រើននៅក្នុងដៃឬអ្នកខ្ចីប្រាក់ដុល្លារចាស់នៅក្នុងដៃវាអាចប្រឈមមុខនឹងបញ្ហានៃការខាតបង់ក្នុងករណីដែលប្រទេសជាតិមានសង្គ្រាមឬក៏មានវិបត្តិណាមួយឬគោលនយោបាយរូបិយប័ណ្ណរបស់ធនាគារជាតិកណ្ដាលរបស់អាមេរិកប្រែប្រួលករណីជាក់ស្ដែងដូចជាប្រទេសរុស្ស៊ីអញ្ចឹងនៅពេលដែលមានសង្គ្រាមនៅអ៊ុយក្រែនកើតឡើងហើយលុយរបស់រុស្ស៊ីដែលមាននៅហើយនឹងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប្រាក់ដុល្លារអាមេរិកត្រូវបានធនាគារជាតិកណ្ដាលរបស់អាមេរិកបង្កយើងមានន័យថាយើងមានការខាតបង់យើងអាចប្រើប្រាស់បានណាអញ្ចឹងពាក់ព័ន្ធនឹងការចាយវាយប្រាក់ដុល្លារហើយនឹងការចាយវាយប្រាក់ខ្មែរគឺវាមានទាំងគុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួនប៉ុន្តែជាទូទៅជារួមគឺប្រាក់ដុល្លារគឺមានការទទួលស្គាល់ជាសកលមានការទទួលស្គាល់យ៉ាងទូលំទូលាយដោយសារតែអាមេរិកជាប្រទេសមហាអំណាចដោយសារតែប្រទេសអាមេរិកមានស្ថិរភាពនយោបាយឬក៏ប្រទេសអាមេរិកមានគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួននឹងហើយដែលជាកត្តាទាក់ចិត្តវិនិយោគិនឬក៏ទាក់ចិត្តរបស់ប្រជាពលរដ្ឋទូទាំងពិភពលោកឬជាកត្តាដែលធ្វើឲ្យអាមេរិកមានឥទ្ធិពលគ្រប់ដណ្ដប់ពាក់ព័ន្ធនឹងផ្នែករូបិយប័ណ្ណរបស់ខ្លួននៅក្នុងពិភពលោកទាំងមូលហើយបងប្អូនទាំងគ្នាតាក់ទងនឹងឥទ្ធិពលប្រាក់ដុល្លារអាមេរិកនៅក្នុងសង្គមខ្មែរហ្នឹងដើម្បីឲ្យឥទ្ធិពលនឹងវាធ្លាក់ចុះបាននោះតែមានការចូលរួមពីប្រជាពលរដ្ឋខ្មែរចូលរួមពីបណ្ដាដៃគូក្រុមហ៊ុនឯកជននិងការចរាចរប្រាក់រៀលឲ្យបានច្រើនទូទាត់សេវាកម្មប្រាក់រៀលឲ្យបានច្រើនតាក់ទងនឹងបញ្ហានេះវាទាមទារពេលវេលាច្រើនណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាវាមិនអាចធ្វើបានភ្លាមបានទេអញ្ចឹងពាក់ព័ន្ធនឹងប្រធានបទឥទ្ធិពលនៃប្រាក់ដុល្លារនៅក្នុងសង្គមខ្មែរមានតែប៉ុណ្ណឹងនៅក្នុងវីដេអូនេះខ្ញុំសូមនិយាយតែប៉ុណ្ណឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងនៅប្រធានបទណាមួយឬក៏ចង់ឲ្យខ្ញុំបកស្រាយនៅប្រធានបទណាមួយផ្សេងពីនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងធ្វើការបកស្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាមកដល់ពេលនេះសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដាននៅវីដេអូរបស់ខ្ញុំពីដើមរហូតដល់ទីបញ្ចប់ហើយជាចុងក្រោយសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Subscribe នៅ Channel YouTube របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតសូមអរគុណសូមជម្រាបលា